តទៅនេះខ្ញុំបាទអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមអនុញ្ញាតអានជូនទាំងស្រុងនៅសាររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាពាក់ព័ន្ធទៅនឹងអំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទដែលមានខ្លឹមសារដូចតទៅខ្ញុំសូមថ្កោលទោសចំពោះការប្រើអំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទនាល្ងាចថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារងរបួស3នាក់និងស្លាប់បាត់បង់ជីវិត1នាក់ទង្វើនេះគឺខុសច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់អន្តរជាតិហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យយន្តការគណៈកម្មការចម្រុះព្រំដែន JBC ចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននឹងត្រូវរក្សាស្ថានភាពដើមដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់និងរងចាំការសម្រេចដោយ JBC ខ្ញុំសូមឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរខ្ញុំសូមឲ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះនិងសូមអំពាវនាវឲ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញដើម្បីស្វែងរកការពិតការទទួលខុសត្រូវនិងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយការបាញ់ប្រហារនេះជាមួយគ្នានេះខ្ញុំសូមឲ្យអាជ្ញាធរដែនដីនិងគ្រប់កងកម្លាំងប្រដាប់អាវុធសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ក្នុងការការពារប្រជាពលរដ្ឋរបស់យើងជាពិសេសត្រូវគិតគូរលើសុវត្ថិភាពនិងអាយុជីវិតរបស់ពួកគាត់ឲ្យបានជាដាច់ខាតកម្ពុជានៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនិងកសាងសន្តិភាពរវាងប្រទេសទាំងពីរបាទនេះគឺជាខ្លឹមសារនៃសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលទើបតែចេញនៅក្រោយពេលដែលមានព្រឹត្តិការណ៍ហិង្សានេះបាទ